ក្រុមជាតិនិយមជ្រុលថៃគ្រងលើកគ្នាទៅអុកឡុកនឹងតវ៉ាប្រឆាំងលោកដូណាល់ត្រាំនិងលោកអាន់វ៉ានៅមុខស្ថានទូតអាមេរិកនិងម៉ាឡេស៊ីប្រឆាំងនឹងការជួយដោះស្រាយចំនួនព្រំដែនជាមួយកម្ពុជាក្រុមជាតិនិយមជ្រុលថៃមានឈ្មោះថាអំណាចដែនដីរួបរวมដើម្បីការពារអធិបតេយ្យភាពបានប្រកាសពីផែនការធ្វើការតវ៉ានៅខាងក្រៅស្ថានទូតអាមេរិកនិងម៉ាឡេស៊ីនៅថ្ងៃសៅរ៍ទី22វិច្ឆិកាខាងមុខដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសលើអធិបតេយ្យភាពថៃក្នុងការប៉ុនប៉ងជួយដោះស្រាយចំនួនព្រំដែនជាមួយកម្ពុជាមិនតែប៉ុណ្ណោះក្រុមនេះថែមទាំងប្រមានចូលទៅអុកឡុកនៅក្នុងស្ថានទូតទាំងពីរនោះទៀតផងការប្រកាសរបស់ក្រុមជាតិនិយមជ្រុលថៃកើតឡើងបន្ទាប់ពីមានរបាយការណ៍ថារដ្ឋធានីវ៉ាស៊ីនតោនផ្អាកជាបណ្ដោះអាសន្ននៅការចរចាពាណិជ្ជកម្មទៅវិញទៅមកជាមួយប្រទេសថៃដោយរងចាំការបដិញ្ញាចិត្តរបស់រាជធានីបាងកកក្នុងការគោរពសេចក្តីប្រកាសសន្តិភាពថៃកម្ពុជានិងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីដោះស្រាយជម្លោះព្រំដែនក្រោយពីរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីអនុទាន ឆាន វីរ៉ាគុលបានសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាបន្ទាប់ពីមានការផ្ទុះមីនដែលបានធ្វើឲ្យទាហានថៃ4នាក់រងរបួសលោកចតុផនព្រំផាន់សមាជិកឈានមុខគេនៃក្រុមនេះបាននិយាយកាលពីថ្ងៃច័ន្ទទី17វិច្ឆិកាថាការជួបជុំគ្នាគឺដើម្បីតវ៉ាប្រឆាំងការចូលរួមរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមក្នុងការដោះស្រាយជម្លោះថៃកម្ពុជាលោកចតុផនបាននិយាយថាចាប់តាំងពីសហរដ្ឋអាមេរិកជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសថៃប្រជាជនថៃមានសិទ្ធិបង្ហាញពីកម្លាំងជាតិដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធគយរបស់សហរដ្ឋអាមេរិកលោកចតុផនបានចោទប្រកាន់លោកត្រាំថាបានប្រើប្រាស់លោកអាន់វ៉ាជាបណ្ដាញមួយដើម្បីឲ្យរដ្ឋធានីវ៉ាស៊ីនតោនចូលរួមក្នុងការចរចាទ្វេភាគីរវាងថៃនិងកម្ពុជាបើទោះបីជាកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងបោះសម្អាតមានក៏ដោយលោកក៏បានសម្ដែងការមិនយល់ស្របជាមួយនឹងក្រុមប្រឆាំងនៅសភាចំពោះការណែនាំថារាជរដ្ឋាភិបាលមិនគួរចាត់វិធានការតឹងរ៉ឹងចំពោះសហរដ្ឋអាមេរិកទេព្រោះវាអាចបង្កឲ្យមានប្រតិកម្មសេដ្ឋកិច្ចលោកបានលើកឡើងថាយើងជឿជាក់ថាមានតែប្រទេសដែលមានសេចក្តីថ្លៃថ្នូរប៉ុណ្ណោះដែលអាចចរចាដោយសេចក្តីថ្លៃថ្នូរយើងមិនត្រូវខ្លាចការគំរាមកំហែងពន្ធគយទេព្រោះការការពារទឹកដីរបស់យើងគឺជាបញ្ហាសំខាន់បំផុតយើងក៏ត្រូវតែប្រយុទ្ធប្រឆាំងនឹងអ្នកឆបោកផងដែរយើងមិនអាចអនុញ្ញាតឲ្យប្រទេសថៃក្លាយជាគោលដៅងាយស្រួលរបស់នរណាម្នាក់ដើម្បីត្រូវបានគេធ្វើបាបឬរុញច្រាននោះទេលោកចតុផនបាននិយាយថាគណៈបកប្រឆាំងទាំងគណៈបកភឿថៃនិងគណៈបកប្រជាជនថៃមានការភ័យខ្លាចចំពោះរដ្ឋធានីវ៉ាស៊ីនតោនហើយព្រួយបារម្ភខ្លាំងពេកអំពីវិធានការពន្ធគយរបស់សហរដ្ឋអាមេរិកដោយទទូចថាបញ្ហាព្រំដែនមិនមានអ្វីតាក់ទងនឹងការចរចាពាណិជ្ជកម្មនោះទេនៅថ្ងៃទី22ខែវិច្ឆិកាប្រជាជនថៃនឹងបង្ហាញលោកត្រាំនិងលោកអាន់វ៉ាថាយើងជាប្រទេសឯករាជ្យយើងនឹងមិនចុះចាញ់ដោយសារការភ័យខ្លាចនោះទេកម្ពុជាបានដាក់មីនដែលធ្វើឲ្យទាហានថៃម្នាក់រងរបួសជើងតាមមានអ្វីទៀតដែលត្រូវចរចានេះជាសម្ដីរបស់លោកចតុផន